ការវះកាត់ពោះវៀនដាក់ចេញក្រៅតាមស្បែកពោះឬក៏ខ្មែរហៅតាមចង្កេះអញ្ចឹងទៅអ្នកជំងឺពេលខ្លះគាត់លឺតែពោះវៀនគាត់វះដាក់ចេញក្រៅអញ្ចឹងគឺគាត់ដាច់ខាតអត់សុំអត់ធ្វើហ្មងហើយគាត់ទៅទទួលការព្យាបាលណាមួយដែលមានច្បាប់វិទ្យាសាស្ត្រតាមបៃណីសុទ្ធបុរាណអញ្ចឹងទៅអាហ្នឹងគឺជាការមួយដែលខុសធ្ងន់គឺយើងអត់ត្រូវធ្វើអញ្ចឹងទេព្រោះអីកាលណាដែលគ្រូពេទ្យណែនាំយើងរីកមិនយើងឲ្យដាក់ពោះវៀនចេញក្រៅមានថាលាមកយើងគឺស្ទះចិត្តឈឹងតែម្ដងគឺវាមានផ្លូវចេញទេហើយអញ្ចឹងអីដែលយើងធ្វើដាក់ពោះវៀនចេញក្រៅហ្នឹងគឺកំពុងតែពវៀងផ្លូវលាមកដែលពីលើទៅដល់ដុំឲ្យស្ទះចិត្តឈឹងហ្នឹងឲ្យវាចេញក្រៅតាមចង្កេះបើសិនជាយើងអត់ពវៀងផ្លូវហ្នឹងទេហើយលាមកនៅតែស្ទះចិត្តឈឹងបន្តស្ទះអញ្ចឹងគឺអីដែលកើតឡើងគឺទី1ការបង្ករោគនៅនឹងកន្លែងនឹងផ្ទាល់ហ្មងពោះវៀនយើងនឹងមានការលាកការបង្ករោគយើងទុកយូរបន្តិចពោះវៀននឹងតឹងខ្លាំងវាដូចកស៊ូកង់ឡានអញ្ចឹងតឹងខ្លាំងវានឹងបែកទៅចេញមេរោគចេញលាមកអីពេញវ៉ាល់ក្នុងពោះហ្នឹងគឺឲ្យលាកស្រោមពោះឲ្យអាចមានមេរោគចូលក្នុងឈាមអីចឹងទៅហើយពេលហ្នឹងហើយអីដែលអ្នកជំងឺគ្រោះថ្នាក់គាត់មិនស្លាប់ដោយសារជំងឺមហារីកទេតែគាត់ស្លាប់ដោយសារមេរោគចូលក្នុងឈាមអីចឹងទៅអញ្ចឹងហើយកាលណាដែលគ្រូពេទ្យគាត់ណែនាំឲ្យអ្នកជំងឺមហារីកពោះវៀនហើយស្ទះពោះវៀនចិត្តឈឹងហ្នឹងវះដាក់ពោះវៀនចេញក្រៅយើងក៏បីគួរធ្វើតាមហើយការដាក់ពោះវៀនចេញក្រៅទៀតសោតមិនមែនថាកាលណាយើងដកពោះវៀនចេញក្រៅហើយគឺយើងត្រូវដាក់អញ្ចឹងមករហូតទេគឺមានក្នុងករណីខ្លះយើងអាចយកពោះវៀនពីក្រៅហ្នឹងមកដាក់ចូលក្នុងវិញបានជាពិសេសអ្នកដែលនៅក្មេងអញ្ចឹងទៅគាត់អាចវះទទួលការវះកាត់ម្ដងទៀតដាក់ថ្នាំស្ដំម្ដងទៀតទេតពោះវៀនមកវិញពោះវៀនគាត់នៅស្អាតអីចឹងទៅគេតមកចូលក្នុងវិញបានវាទៅតាមបុគ្គលអ្នកខ្លះចាប់ពី6ខែ1ឆ្នាំអីចឹងទៅគេអាចតពោះវៀននឹងវិញបានអញ្ចឹងហើយការវះកាត់ពោះវៀនចេញក្រៅហ្នឹងគឺជាការជួយសង្គ្រោះជីវិតយើងនៅពេលដែលយើងមានការស្ទះពោះវៀនចិត្តឈឹង